បាទខ្ញុំនឹងបរៀនពីវិធីគិតលេខនៅក្នុងរូបវិទ្យាពុកស្វ័យគុណចាប់ពីដំបូងទៅអញ្ចឹងបើសិនជាយើងមាន a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n អានេះមានន័យថា a នេះគោលវាដូចគ្នាហើយស្វ័យគុណឬយ៉ាងនេះទុសនបាទខុសគ្នាយើងអាចយក a នេះរួមគ្នាបានហើយបូកស្វ័យគុណចូលគ្នា a ស្វ័យគុណ m បូក n បាទចឹងឧទាហរណ៍បើយើងមាន10សេគុណ3គុណនឹង10សេគុណ4អញ្ចឹង10ដូចគ្នាអញ្ចឹងយើងដាក់បានតែដូចគ្នាអញ្ចឹងយើងដាក់10រួមគ្នាមកហើយយក3បូកឲ្យ4 3បូក4ឃើញ7អញ្ចឹងយើងឃើញ10សេគុណ7នេះបាទអញ្ចឹងបើសិនជាយើងយក10សេគុណ3គុណ10សេគុណនឹងដក5អញ្ចឹងមានន័យថា10ដូចគ្នាទេហើយស្វ័យគុណ1បូកអត់មាននេះមានន័យថាបូកអានេះមានន័យថាដកអញ្ចឹងយើងដាក់10រួមគ្នា3បូកនឹងដក5អានេះបូកគុណដកអញ្ចឹងយើងឃើញ10ស្វ័យគុណ3ដក5អញ្ចឹង3ដក5នៅសល់ដក2អានេះមានន័យថាបូក3ដក5អញ្ចឹងនៅសល់ដក2 10ដក2បើសិនជាវាមិនមែន10ឧទាហរណ៍ថា2ចឹង2គុណ10សេគុណ3គុណនឹង2នេះតទេអញ្ចឹងមានន័យថា2ស្វ័យគុណ1មានន័យថា1ចេះបាទអញ្ចឹង2ដូចគ្នាយើងដាក់រួមគ្នាបានអញ្ចឹងយើងឃើញ3បូកឲ្យ1ឃើញ2ស្វ័យគុណ4បាទអញ្ចឹងបើសិនជាយើងចុចកាស៊ីយ៉ូកាលណា10ស្វ័យគុណ3គឺមានន័យថាយើងត្រូវប្រើ10សេគុណ3យើងត្រូវចុចEXP EXP មកមានន័យថា10ស្វ័យគុណណាបាទហើយចុចលេខ3មកអញ្ចឹងវាឃើញនៅក្នុងអេក្រង់ Casio ហ្នឹងឃើញ1ចុចអញ្ចឹងមានន័យថាចន្លោះមួយលេខហើយ03អញ្ចឹងមានន័យថា1គុណនឹង10ស្វ័យគុណនឹង03ឬក៏ស្វ័យគុណ3អញ្ចឹងបើសិនជាយើងចង់ដាក់10ស្វ័យគុណដល់4យើងចុចEXP មកបូកដល់លេខ4សូមបញ្ជាក់មិនមែនចុចលេខដកអីណាចុចបូកដកវាមាន key មួយបូកដក4អញ្ចឹងមានន័យថា10សេគុណនឹង14អញ្ចឹងវាចេញបង្ហាញ1ចុចហើយសញ្ញាដក04មានន័យថា1គុណនឹង10សេគុណ14បើលេខនឹងវា2គុណ10សេគុណ3អញ្ចឹងយើងចុច2EXP 3អញ្ចឹងយើងនឹងឃើញ2ចុចមកដកឃ្លាមួយលេខ03អញ្ចឹងមានន័យថា2គុណនឹង10សេគុណនឹង3